មានអាសាខននិជបាសុស្ដីអ្នកទាំងអស់គ្នានេះគឺជាវីដេអូផ្នែកទី2ដែលខ្ញុំបានសន្យាជាមួយអ្នកទាំងអស់គ្នាកាលពីសប្តាហ៍មុនថាខ្ញុំនឹងចេញវីដេអូផ្នែកទី2ទាក់ទងទៅនឹងសួនឧស្សាហដែលខ្ញុំបានទៅលេងកាលពីសប្តាហ៍មុនហើយនេះគឺជាទស្សនវិជ្ជាមួយផ្នែកនៃសួនច្បារមួយហ្នឹងគេតាក់ទងទៅនឹងដើមឫស្សីដោយអ្នកទាំងអស់គ្នាបានឃើញវីដេអូទី1អញ្ចឹងគឺគេចោះជារចនាបថផ្សេងៗគេដាក់កំពង់ចូលក្នុងហ្នឹងហើយមួយនេះគឺតាក់ទងទៅនឹងគេធ្វើដូចជារូងភ្នំអញ្ចឹងពីព្រោះនៅប្រទេសជប៉ុនគឺមានរូងភ្នំជាច្រើនដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយប្រទេសជប៉ុនគឺមានដីកសិកម្មតិចជាងតំបន់ភ្នំអញ្ចឹងភ្នំគឺច្រើនជាងអញ្ចឹងហើយគឺគេបានសាងសង់តាក់ទងទៅនឹងរូបរាងជារូងភ្នំដើម្បីយកមកបង្ហាញដល់អ្នកទាំងអស់គ្នាបង្ហាញទៅជនជាតិបរទេសដែលបានមកលេងនៅក្នុងសួនឧស្សាហមួយហ្នឹងហើយនេះទស្សនវិជ្ជាតាក់ទងទៅនឹងសួនឧស្សាហមួយហ្នឹងនៅពេលដែលយើងចូលទៅដល់ហ្នឹងគឺវាលោតផ្លឹបផ្លែតបែបហ្នឹងហើយនៅពេលដែលលោតផ្លឹបផ្លែតហ្នឹងពេលអ្នកទាំងអស់គ្នាទៅមើលផ្ទាល់គឺវាតាក់ទាញជាងមើលវីដេអូអញ្ចឹងទៅមើលផ្ទាល់គឺវាស្រស់ស្អាតមែនតើអ្នកទាំងអស់គ្នាហើយខ្ញុំបានដើរចេញផុតហ្នឹងហើយនេះខ្ញុំបានថតមកជុំតាក់ទងទៅនឹងទស្សនវិជ្ជាមួយចំនួនហើយបន្តមកទៀតមានជនជាតិជប៉ុនដែលគេដើរមកក្រោយមានជនជាតិជប៉ុនច្រើនមែនតើទៅលេងថ្ងៃហ្នឹងហើយនេះទស្សនវិជ្ជារួមបន្តិចទៀតគឺខ្ញុំដើរចេញពីរូងភ្នំហ្នឹងគឺបន្តទៅរហូតដល់ចុងបញ្ចប់នៃសួនឧស្សាហហ្នឹងអញ្ចឹងបន្តមកទៀតគឺបន្តដំណើរទៅទៀតខ្ញុំបានលើកទូរស័ព្ទយកមកទីដើម្បីជាប់ខ្លួនឯងខ្លះបន្តមកទៀតគឺកន្លែងនេះអ្នកទាំងអស់គ្នាគឺខ្ញុំពេលខ្ញុំទៅមើលផ្ទាល់ហ្នឹងគឺខ្ញុំអត់ដឹងថាគេបញ្ចាំងទៅលើរូបកន្លែងហ្នឹងមិនដឹងថាគេចង់បានអត្ថន័យទៅលើរូបអីដែរកន្លែងនេះគឺគេបញ្ចាំង LED អ្នកទាំងអស់គ្នាបន្តិចទៀតអ្នកទាំងអស់គ្នាខ្ញុំនឹងបរិយាតាក់ទងទៅនឹង LED ដែលគេបញ្ចាំងទៅលើផ្ទះបុរាណរបស់ជនជាតិជប៉ុនហ្នឹងឲ្យចេញជារូបរាងភាពផ្សេងហើយនេះខ្ញុំបែរកាមេរ៉ាទៅហើយ LED ដែលគេដាក់បញ្ចាំងហ្នឹងគឺនៅខាងលើរូបភាពផ្សេងហ្នឹងគឺវាចេញពី LED ហ្នឹងហើយនៅពេលយប់គឺគេបញ្ចាំងទៅលើផ្ទះជនជាតិជប៉ុនផ្ទះបុរាណហ្នឹងកន្លែងហ្នឹងគេសាងសង់ផ្ទះមួយហើយមានមាត់ទឹកហើយដូចជាគេបញ្ចាំងទៅលើរូបហ្នឹងផ្សេងខ្ញុំមើលអត់សូវយល់ដែរអ្នកទាំងអស់គ្នាចឹងអ្នកទាំងអស់គ្នាអាចមើលវីដេអូនឹងបន្ថែមបានថាតើគេចង់ឆ្លុះបញ្ចាំងទៅលើរូបអ្វីទៅលើផ្ទះបុរាណមួយហ្នឹងចឹងតោះកន្លែងហ្នឹងខ្ញុំនឹងបើកសំឡេងឲ្យអ្នកទាំងអស់គ្នាលឺរៀងលឺបន្តិចកន្លែងហ្នឹងសំឡេងវាដូចសំឡេងដូចរឿងកុនចឹងអ្នកទាំងអស់គ្នាដូចសំឡេងខ្មោចអីចឹងបើសិនជាទៅមើលម្នាក់ឯងក៏មានអារម្មណ៍ថារៀងព្រួយដែរពីព្រោះសំឡេងហ្នឹងគឺដូចសំឡេងដូចនៅក្នុងរឿងខ្មោចចឹងអ្នកទាំងអស់គ្នាវារៀងកលួចអីតិចចឹងទៅហើយគេដាក់ speaker ដើម្បីបើករឹតទៅលើនៅពេលអ្នកទាំងអស់គ្នាបានមើលវីដេអូហ្នឹងគឺឮសំឡេងនៅក្នុងហ្នឹងហើយបន្តមកទៀតនេះគឺជាចុងបញ្ចប់ដែលគេបញ្ចាំងហ្នឹងវាលោតមករូបភាពដដែលវិញបន្តមកទៀតគឺបន្តទៅមុខទៀតហើយកន្លែងទៅមុខទៀតនៅមានរឿងដែលគួរចារអារម្មណ៍ជាច្រើនបន្តទៅមុខទៀតដោយអ្នកទាំងអស់គ្នាបានឃើញហ្នឹងមានគូស្នេហ៍ជនជាតិជប៉ុនពីព្រោះឥឡូវរដូវរងាអញ្ចឹងគឺមានគូស្នេហ៍គេផ្សេងជាច្រើនដែលគេទៅលេងហើយខ្ញុំនេះទៅម្នាក់ឯងទេអត់មានគូស្នេហ៍ឯងគេទេហើយកន្លែងហ្នឹងខ្ញុំក៏បានពឹងគេជួយថតរូបដែរនេះម្នាក់ស្រីដៃអាវដៃសមិញដែលគាត់ថតរូបឲ្យជនជាតិជប៉ុនហ្នឹងតិចទៀតខ្ញុំបានពឹងគាត់ឲ្យគាត់ជួយថតឲ្យមួយដែរហើយយើងឆ្លងកាត់ទៅរូងភ្នំហ្នឹងគឺជាតំបន់ពិសេសហើយបន្ទាប់ពីឆ្លងមកគឺអ្នកទាំងអស់គ្នាបានឃើញនៅក្បាលវីដេអូហើយកន្លែងហ្នឹងទៅមើលទៅដូចរូងភ្នំប៉ុន្តែអត់ទេគ្រាន់តែជា LED ដែលគេបញ្ចាំងភ្លើងមកតែប៉ុណ្ណោះហើយគេបញ្ចាំងភ្លើងមកកន្លែងហ្នឹងគឺគេបាញ់ផ្សែងជាច្រើនដែលធ្វើឲ្យវាចេញជារូបរាងដូចជារូងភ្នំបែបហ្នឹងអញ្ចឹងមកបន្តិចទៀតខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលលម្អិតនៅក្នុងរុនហ្នឹងនៅក្នុងកន្លែងដូចជារូងភ្នំហ្នឹងថាតើគេបញ្ចាំងអីនៅក្នុងហ្នឹងតែប៉ុន្តែនៅក្នុងហ្នឹងគឺអត់មានអីទេដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគេបាញ់ផ្សែងមកហើយគេបាញ់ជា LED មកហើយដល់ពេលយើងមើលពីចម្ងាយទៅអាផ្សែងទាំងអស់ហ្នឹងវាព័ទ្ធជុំវិញLED ហ្នឹងដែលធ្វើឲ្យចេញដូចជារូងភ្នំអញ្ចឹងហើយវាភាពតាក់ទាញកន្លែងនេះខ្ញុំបរិចហ្នឹងគឺជាតំបន់ពិសេសចុងក្រោយពីព្រោះវាគឺមានភាពតាក់ទាញមិនមែនចុងក្រោយទេបងប្អូនគ្នានៅមានកន្លែងបន្តពីហ្នឹងទៅទៀតហើយកន្លែងនេះខ្ញុំឆ្លងទៅដល់រូងកន្លែងផ្កាកន្លែងពណ៌ភ្លើងមួយហ្នឹងទៅគឺអ្នកបងប្អូនគ្នាតិចទៀតឃើញហើយគឺតាក់ទងទៅនឹងការបញ្ចាំង LED ទៅដែរទេប៉ុន្តែលើកនេះគឺពិសេសបន្តិចមិនពិសេសបន្តិចទេគឺពិសេសមែនទេអ្នកបងប្អូនគ្នាបានឃើញហើយបើសិនជាអត់មានមនុស្សដែលគាត់ឈរនៅលើហ្នឹងទេគឺយើងនឹងអាចឃើញអំពីទស្សនវិជ្ជាស្រស់ស្អាតរួមតាក់ទងទៅនឹងការបញ្ចាំង LED ទៅលើស្មៅហ្នឹងហើយនេះវាមានភាពរស់រវើកអ្នកទាំងអស់គ្នាដូចតកៅអញ្ចឹងវាក្វិចចុះក្វិចឡើងក្វិចចុះក្វិចឡើងហើយអ្នកទាំងអស់គ្នាឃើញពពុះហ្នឹងគឺតាក់ទងទៅនឹងការពីនៅក្មេងៗយើងដាក់សាប៊ូលាងចានហើយផ្លុំយកធាងដងមកផ្លុំប៉ុន្តែនេះគឺគេផ្លុំរបៀបម៉ាស៊ីនសម័យនេះហើយអញ្ចឹងគឺវាចេញមកច្រើនមែនតើហើយជនជាតិជប៉ុនក្មេងៗហ្នឹងគឺព្យាយាមថតអាពេញប៉ោងហើយខ្ញុំក៏ព្យាយាមថតដូចគ្នាអ្នកទាំងអស់គ្នាបានឃើញហើយពីព្រោះវាស៊ីជាមួយនឹង slide ដែលគេបញ្ចាំងទៅលើដីហ្នឹងអញ្ចឹងវាចេញជារូបភាពហើយមានពេញប៉ោងនៅពីលើអញ្ចឹងទៅ
បើសិនតែមានស្លាយមានតែស្លាយហើយអត់មានទឹកសាប៊ូហ្នឹងទេគឺវាដូចជាអត់សូវមានភាពទាក់ទាញទេអញ្ចឹងវាពីរហ្នឹងគឺវាស៊ីនឹងគ្នាតែម្ដងហើយបន្តមកទៀតនេះអ្នកទាំងអស់គ្នាខ្ញុំមកថតកន្លែងដែលអត់សូវមានមនុស្សអ្នកទាំងអស់គ្នាអាចមើលបាន LED ដែលគេបញ្ចាំងហ្នឹងឃើញវាលោតរត់ទៅរត់មកទេទាំងអស់គ្នាគឺវាពិតជាស្រស់ស្អាតនៅពេលដែលអ្នកទាំងអស់គ្នាទៅមើលផ្ទាល់ប្រៀបដូចអ្នកទាំងអស់គ្នាកំពុងតែនៅតំបន់មួយដែលពោពេញទៅដោយរឿងប្រឌិតអញ្ចឹងអ្នកទាំងអស់គ្នាគឺវាស្រស់ស្អាតដូចរឿងចិនអញ្ចឹងមានន័យថាពេលអ្នកទាំងអស់គ្នាទៅដល់កន្លែងហ្នឹងហើយខ្ញុំបានដើរមកដើម្បីព្យាយាមដើរឲ្យផុតកន្លែងតំបន់មនុស្សច្រើនដើម្បីថតទស្សនវិជ្ជាពីខាងមុខទៅកាន់អ្នកទាំងអស់គ្នាដើម្បីអ្នកទាំងអស់គ្នាងាយស្រួលមើលវិញហើយនេះខ្ញុំបានថតពីខាងនេះវិញមិញហ្នឹងខ្ញុំនៅកន្លែងកំពូលភ្លើងត្រង់អ្នកទាំងអស់គ្នាអញ្ចឹងហើយខ្ញុំមកថតនៅកន្លែងនេះដើម្បីឲ្យឃើញទស្សនវិជ្ជាផ្សេងឲ្យច្រើនផ្នែកបន្តិចបន្តមកទៀតតកតងទៅនឹងផ្កាកន្លែងនេះគឺដាក់តាំងផ្កាជាច្រើនមានឈ្មោះមានតម្លៃអញ្ចឹងទៅហើយកន្លែងហ្នឹងដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយគឺរដូវរងាអញ្ចឹងនៅជប៉ុនគឺគេដាំផ្កាបែបហ្នឹងច្រើនបន្តមកទៀតកន្លែងនេះតកតងទៅនឹងផ្លូវប៉ុន្តែមិនមែនជាផ្លូវបញ្ចប់ទេដើរមកដល់ទៀតដល់ទៅមុខហ្នឹងទៅគឺអ្នកទាំងអស់គ្នាឃើញកន្លែងរូបដូចជារូបសំណាក់ពីរអញ្ចឹងខ្ញុំអត់បានស្រាវជ្រាវលម្អិតទេថារូបសំណាក់ហ្នឹងគឺតំណាងឲ្យអីប៉ុន្តែអ្វីដែលសំខាន់គឺភាពស្រស់ស្អាតនៅពេលដែលអ្នកទាំងអស់គ្នាទៅដល់កន្លែងហ្នឹងអ្នកទាំងអស់គ្នានឹងឃើញអំពីភាពស្រស់ស្អាតនៃរូបសំណាក់ហ្នឹងតកតងឲ្យគេបាញ់ LED ហ្នឹងទៅ LED នៅខាងមុខហ្នឹងអ្នកទាំងអស់គ្នាមុខរូបសំណាក់ហ្នឹងហើយបន្តមកទៀតកន្លែងនេះគឺគេរចនាបថដូចជាបើតាមខ្ញុំគិតដូចជាហង្សអ្នកទាំងអស់គ្នាអាចមើលបានដូចជារូបសត្វបក្សីអញ្ចឹងទៅមិនពិតជាមើលទៅវាស្រស់ស្អាតម្យ៉ាងដែរបន្តមកទៀតគឺដើរបន្តទៅមុខទៀតអត់តន់ចប់ទេអ្នកទាំងអស់គ្នានៅមានច្រើនកន្លែងទៀតដែលអ្នកទាំងអស់គ្នាត្រូវមើលនៅក្នុងវីដេអូហ្នឹងអញ្ចឹងនេះខ្ញុំបានលើកទូរស័ព្ទមកថតបន្តហ្នឹងហើយកន្លែងនេះតកតងទៅនឹងរូបភ្នំអ្នកទាំងអស់គ្នាឃើញស្រស់ស្អាតមែនទេគេដាក់ជាឫស្សីហើយមានខ្លោងទ្វារវិហារជីនចាក់ហ្នឹងអ្នកទាំងអស់គ្នាឃើញគេឈរតំណងជួរអ្នកទាំងអស់គ្នាគិតថាអីគេតែពិតមុនដំបូងខ្ញុំក៏ដឹងដែរខ្ញុំចេះតែតំណងជួរត្រង់ជួរទេពីព្រោះមើលទៅវាតាក់ទាញគេតំណងជួរហ្នឹងគឺកន្លែងហ្នឹងគឺមកឈរដើម្បីសំពះនៅបែបជប៉ុនកន្លែងនេះគេទៅសេថា Ashimoto Chui ប្រុងប្រយ័ត្នទៅនឹងការចំពុកជើងហើយគេមានបុគ្គលិកជនជាតិជប៉ុនអីចឹងទៅដើម្បីណែនាំអ្នកទាំងអស់គ្នាហើយនេះអ្នកទាំងអស់គ្នាឃើញគេត្រង់ជួរthìខ្ញុំក៏បានតំណងជួរដែរដើម្បីបង្ហាញអំពីការបួងសួងឯហ្នឹងហើយជនជាតិជប៉ុនគេដំណាក់កាលទី1គេបោះកាក់ចូលបន្តមកទៀតគេទាញខ្សែនឹងកវីចុះកវីឡើងបន្តមកទៀតគេអោនគោរពមួយហើយដូចជាគោរព2ដងហើយសំពះទៀតហើយគេគោរពចុងក្រោយកន្លែងហ្នឹងខ្ញុំបានមើលគេដែរប៉ុន្តែដល់ពេលខ្ញុំធ្វើខ្លួនឯងគឺខ្ញុំធ្វើអត់បានពីព្រោះខ្ញុំថតផងទៅអីផងចឹងទៅកន្លែងនេះខ្ញុំដល់ពេលខ្ញុំម្ដងខ្ញុំបោះមកកាក់ចូលដើម្បីផ្សងដល់សង្សារឲ្យគេចឹងទៅថ្មមានសង្សារគេហើយកន្លែងនេះគោះដែរប៉ុន្តែចប់ត្រឹមប៉ុណ្្នឹងអ្នកទាំងអស់គ្នាអត់បានសំពះអត់បានអីទេពីព្រោះដៃមកខាងកាន់ទូរស័ព្ទបន្តមកទៀតចូលទៅដល់ព្រៃឫស្សីតំបន់ព្រៃឫស្សីអញ្ចឹងអ្នកបើសិនជាអ្នកទាំងអស់គ្នាអត់ដែរឃើញព្រៃឫស្សីនៅជប៉ុនទេព្រៃឫស្សីជប៉ុនដូចនៅរឿងចិនអញ្ចឹងអ្នកទាំងអស់គ្នាឫស្សីគេអត់មានដើមបន្លាហើយសឡូនខ្ពស់អញ្ចឹងទៅកន្លែងនេះគឺស្អាតតែតងទៅនឹងព្រះខែប៉ុន្តែខ្ញុំថតខុសប្លង់តាមពិតគឺគេថតប្លង់ខាងនោះខាងដែលមានគេបតោងដូចជាគោមអញ្ចឹងអ្នកទាំងអស់គ្នាបានឃើញស្អាតនេះគេថតចាប់ពីកន្លែងហ្នឹងទៅគឺឃើញស្អាតមែនតែប៉ុន្តែខ្ញុំបែរទៅថតខាងនោះវិញហើយខ្ញុំក៏បានបន្តទៅមុខទៀតដោយសារតែអត់មានអ្នកថតរូបឲ្យហើយកន្លែងហ្នឹងគឺគេថតរូបច្រើនខ្ញុំក៏បានបន្តទៅមុខហើយកន្លែងនេះតាក់ទងទៅនឹងដើមឫស្សីគេបញ្ចាំងភ្លើងពណ៌បៃតងអញ្ចឹងទៅហើយនៅក្នុង4ជ្រុងហ្នឹងទាំងអស់គ្នាគឺតាក់ទងទៅនឹងកញ្ចក់ហើយវាលោតផ្លឹបផ្លែពេលយើងថតរូបនៅក្នុងហ្នឹងស្អាតខ្ញុំបានព្យាយាមចូលថតរូបដែរប៉ុន្តែជាប់តែក្បាលទេហើយមានជនជាតិជប៉ុនដែលគាត់ព្យាយាមថតរូបបែបហ្នឹងទៅហើយកន្លែងនេះដូចគ្នាបន្តទៅមុខទៀតព្រៃឫស្សីហ្នឹងដូចជាមិនវែងទេទាំងអស់គ្នាព្រៃឫស្សីហ្នឹងដើរប្រហែលជា 4-5 នាទីហ្នឹងចប់ហើយខ្ញុំព្យាយាមថតឲ្យជាប់មុខខ្លួនឯងដែរកន្លែងនេះខ្ញុំបានព្យាយាមថតដែរជាប់បានបន្តិចដែរបងប្អូនកន្លែងហ្នឹងតាពិតកញ្ចក់មុនដំបូងបើសិនជាខ្ញុំអត់បានមើលជនជាតិជប៉ុនទេខ្ញុំអត់ដឹងថាតាពិតវាកញ្ចក់ទេដោយសារតែអត់សូវបានចាប់អារម្មណ៍បន្តមកទៀតចាប់ផ្ដើមចេញពីព្រៃឫស្សីហ្នឹងនេះគឺជាកន្លែងមួយដែលជាកន្លែងចុងក្រោយហើយគឺជាកន្លែងដែលស្រស់ស្អាតជាងគេបំផុតនៅក្នុងវីដេអូមួយហ្នឹងហើយបងប្អូនដើមឫស្សីដែលគេចោះជាបំពង់រូបផ្សេងរចនាបថបែបជប៉ុនហ្នឹងនៅក្នុងវិហារជីនចាក់ហើយនេះតកតងទៅនឹងការបញ្ចាំងស្លាយទៅលើប្រាសាទរបស់ជនជាតិជប៉ុនប្រទេសជប៉ុនអញ្ចឹងគេបញ្ចាំងស្លាយហ្នឹងអ្នកទាំងអស់គ្នាបន្តិចទៀតខ្ញុំនឹងដាក់វីដេអូពេញឲ្យអ្នកទាំងអស់គ្នាមើលហើយខ្ញុំអត់និយាយអីច្រើនទេឲ្យអ្នកទាំងអស់គ្នាមើលអំពីទស្សនវិជ្ជាឬក៏ភាពស្រស់ស្អាតដែលស្លាយ LED ដែលគេបញ្ចាំងទៅលើប្រាសាទហ្នឹងអញ្ចឹងនេះតោះមើលមកបន្តិចមកគេបញ្ចាំងហ្នឹងហើយខ្ញុំបើកសំឡេងកន្លែងហ្នឹងបើកសំឡេងឲ្យអ្នកទាំងអស់គ្នាស្ដាប់បានកន្លែងនេះគេបញ្ចាំងពីកំពូលស្រួចនឹងមកវារីកចេញមកបន្តិចម្ដងរហូតដល់ពេញប្រាសាទទាំងមូលហើយពេលអ្នកទាំងអស់គ្នាទៅមើលផ្ទាល់ហ្នឹងទស្សនវិជ្ជាពេលយប់ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយពេលយប់មានភ្លើងចាំងចេញមកគឺវាស្រស់ស្អាតមែនទែនហ
hay đi can rick thom máu đôi nhà tọt thì ban khơi chẳng miền đại chana bọt miền ca miền cái thơ bad style Japan của tao máu tít việc bạn tình đó là hồi đó lột tao đó cầm pù trong cào nó cứ miền này thả hỏi và tao máu tít nhom tranh pi cái lại nè và tay tranh pi cái lại nó ở toàn ở tây tao nàyนี่คือจะคลาวเฮียจินจะโดยนาตอกนี่ดังไงนักมาเยังวอดสไตล์แบบยังคือมีคลาวถือบ่าวอดปตายในญี่ปุ่นเกี่ยหาถ่ายจินจะวิเฮียศาสนาแบบซินโตเกมีนอาจจะคลาวถือแบบนั่งเตยไอ้นี่ตัดเพียบรวมได้ยมบานดาวตั้งปีจับดามจนจับดามโหดดอกกระไรนั่งไอ้นี่ยมบานประจังมาดองตีปีโปรเวียยมทอดปีกระไรนี่เตยมีรำทำเมื่อเตยอัศมีมนุษย์จังเตยคือสารจังต่อนาตอกนี้มือจมูกขยมมาดองตีอัมปีตัดเพียบรวมแต่ตรงตัวนั้นการบัญจางสไลด์ตัวเลือประสาทในประเทศญี่ปุ่นเอาเจนจีรุกเพียบเซ็งแต่เธอเอามีเพียบแต่ติ้งให้ไกลนักแต่ติ้งมนุษย์จีจราไม่เต้นตำรองจูไกลนั่นคือมนุษย์ตำรองจูจราไม่เต้นต่อเกจับปลาไหมเนี่ยต่อในมือมันติดมั้งเกบันนั่นคือจับปลาปีกัมพูพอต่อมาติดคือริกมันติดมาดองเราโหดตัวแต่อัมปีเพียบสระสานมือนั่งเจ้าต่อมือมันติดมั้งไม่น่าสานให้นี่มนุษย์จับปลาโจลแต่ไโจตรองชัวเกจมาในวันให้มีนักคลาเกตนอกจังไตให้ยำคำเลือกการมาราดำใบกับเอาจอมมนุษย์ได้ซาตายยำจังปะเอาแต่เลือแตง LED ได้เก็บบัตรบรรจานังจังเวียให้คือเวียโหลดแบบนังจับเติมปนังไอ้กระไรนี้สเปียนได้ยังฉลองกัดสระมวยได้ยำดาวิดโอติมวยเคยไตรคมทมแต่เอาเนี้ยยังฉลองสเปียนนังเตอคือตะดอลกระไรเพลย์จังไปไงไอ้กระไรนี้คือจะกระไรได้ยำบานโจมมามอนตะโบให้นี่เดคือจิเพลย์จังไอ้ยอมใจมาน้องดิจิมาแบบปั๊ลเลยต่อที่บัดมาผมใบให้นี่จนจะญี่ปุ่นไอ้กอดมาเซ็งมาเมื่ออัมพีตัดเพียบตัดอันนั่งติดให้นี่คือจิคลาวเทียได้ยังตระได้ใจตัววันนี้พอตายมันหนึ่งใจเต้ยยำบานสัญญาวิตโอติมวยเนี่ยต่อนี้ทายยำหนึ่งติ้งแต่ตรงตะนังนุ่มจนจิตของนั่งชมูเวียโดยเชียดันโกต่อไปเนี่ยยำจ้ำโดยเชียชมูแบบนั้นให้นี่ยมติ้งมาจากการคือปรามร้อยเมตรใบโรเชียมีตาราซีคีนาโกให้นังโกหมายจังไตเอาไว้แต่ยมย่อนั่งโดยเชียยกโดยเชียคีนาโกแต่ซาตาย่อดังทักคีนาโกนั่งไอเกเตโรเชียตาปัดนมนั่งเนี่ยต่อเนี่ยมือรุกนั่งเมาส์ถึงเตี้ยยมประจางเนี่ยนมนั่นคือซอเตโดยเชียเธอมาใส่เธอปีมาใส่เกโดยเชียสัดให้เกยอคีนาโกนั่งโดยเชียสันไดได้จังปะใต้แม่สันไดได้เตเกยอมารอยเวียไอ้นักร้องนี่ก็เกมีลูกกาแฟได้เมียนผมมวย5เมียนเปิดเลยแต่ยมติงเยอะกาแฟลาเต้โดยเชียกาแฟลาเต้นั่งก็ให้เราเดินแต่เจ้ายมตัวยอดกาแฟลาเต้อัดยอดลาเต้เด้ไอ้โดยเชียออกประมาณเปิด150จังยมเอาเกมมาปอนเมาส์เกอัพไอ้ยมปี150มาวิ่งไอ้ดิยมผลิตนั่งคือแต่ต้องตังกาแฟแต่ต้องตังนมนั่งไอ้สมัยแต่เนี่ยลวกนั่งก็สะอาดได้แต่อันนี้มุกเกลังสมูทแต่มาร้องไอ้นี่กาแฟลาเต้พอต่อมาติดยมเอาเก็บมาปอนมันนั่นคือแกเอายมปี150เยนไปไอ้นมนั่งยมกับบานติดมาจะกะได้พอต่อมาติดนี่กาแฟพองมีนมพอจังไตแต่มันในไอเดียต่อเนี้ยไอ้นี่ยมบานผลิตเมื่อนมนั่นคือแบบนั่งแกอังเวียครีมมันติดติดแกมันอังเอาครีมคลางเต้แกอังเอามาละมั้มดำใบเอาวิจันแกมันอังแบบคนดอกคลาวใจเต้ไอ้นี่นมนั่งเกยลวกเนอร์เดอร์อย่างงี้แต่ดอร์เดอร์อย่างงี้คือเกยจับดามลวกนมนั่งเช้าได้ต่อเนี่ยเวียเกอังเลยต่อไอ้นี่กาแฟเนี่ยยมติงมันนั่งชมูเวียคือฮอตกาแฟลาเต้นั่งมีไอ้เต้ต่อที่ชมูห่างเราบอกเกเต้ไอ้นี่คือจิบวิตโอจงกลายไอ้นี่นมประตูบานไอ้จังสกัดมาจุกเนี่ยเนอร์วิตโอมันตบเตี้ยออกคน